ជំរាបសួរនាងខ្ញុំឈ្មោះខៀនសុគន្ធធីរីរៀននៅសាលាបឋមសិក្សាកំពង់ប៉ប៉ែថ្នាក់ទី2ខថ្ងៃនេះខ្ញុំមកអានមេរៀនទី32បវេសនការអំណានថ្ងៃនេះជាថ្ងៃចូលរៀនដំបូងព្រឹកនេះម្ដាយសុភីដាស់កូនពីព្រលឹមគាត់ប្រាប់សុភីឲ្យរៀបចំខ្លួនទៅសាលារៀនសុភីភ្ញាក់ពីដំណេករួចងើបចេញពីគ្រែនាងនិយាយអូថ្ងៃនេះជាថ្ងៃបវេសនការផងតើមកអញ្ជើញទៅជាមួយកូនដែរឬទេកូនឆ្នាំនេះកូនធំហើយកូនទៅជាមួយប្អូនហើយមើលប្អូនផងណាសុភីនិងប្អូនទៅងូតទឹករួចស្លៀកពាក់រៀបចំកាតាបទើបសំពះលាម្ដាយឪពុកទៅសាលារៀនពួកគេទៅសាលារៀនទាំងពីរនាក់ដោយទឹកមុខរីករាយការរៀនពាក្យកអំណានពាក្យអញ្ជើញអានថាអញ្ជើញបវេសនការអានថាបវេសនការពន្យល់ពាក្យបវេសនការថ្ងៃចូលរៀនដំបូងនៅដើមឆ្នាំសិក្សាពាក្យន័យដូចនឹងពាក្យម៉ាក់ម៉ែម្ដាយមេត្តាពាក្យផ្ទុយបវេសនការផ្ទុយនឹងវិស្វការរីករាយផ្ទុយនឹងកាតុកសំណួរតែនៅថ្ងៃបវេសនការសុភីទៅរៀនជាមួយនរណាតែរៀនជាមួយប្អូន2តែម្ដាយសុភីផ្ដាំសុភីឲ្យធ្វើអ្វីឲ្យមើលប្អូនមុននឹងទៅសាលារៀនតើសុភីនិងប្អូនធ្វើអ្វីខ្លះងូតទឹករៀបចំកាតាបទើបសំពះលាម្ដាយឪពុកទៅសាលារៀនហើយស្លៀកពាក់លំហាត់ចូលអានពាក្យខាងក្រោមដោយមិនបាច់ផ្សំនិងប្រកបឲ្យបានត្រឹមត្រូវព្រលឹមសាលារៀនបវេសនការអញ្ជើញស្លៀកពាក់ម្ដាយឪពុកចូលអានល្បះខាងក្រោមរួចប្រាប់ឈ្មោះមនុស្សនិងវត្ថុឲ្យបានត្រឹមត្រូវសុភីនិងប្អូនទៅងូតទឹករួចស្លៀកពាក់រៀបចំកាតាបទើបសំពះលាម្ដាយឪពុកទៅសាលារៀនសំណេរចុះសរសេរតាមអានចម្លងពាក្យខាងក្រោមព្រលឹមសាលារៀនបវេសនការអញ្ជើញគ្រែប្រញាប់ស្លៀកពាក់ម្ដាយសំពះឪពុកចូលជ្រើសរើសពាក្យក្នុងប្រអប់ទៅបំពេញខាល្បះខាងក្រោមធំចម្រុះពណ៌ក្រហមសាលារៀនខ្ញុំសងអំពីឈើប្រាក់ក្បឿងពណ៌ក្រហមនៅជុំវិញសាលារៀនមានដើមឈើធំជាច្រើននៅក្នុងសួនច្បារមានផ្កាចម្រុះពណ៌បក់រវិចសខៀវក្រហមទង់ជាតិប្រាសាទនៅចំកណ្ដាលទីធ្លាសាលារៀនមានទង់ជាតិមួយខ្ពស់ទង់ជាតិបក់រវិចនៅពេលត្រូវខ្យល់ទង់ជាតិមានពណ៌ក្រហមខៀវប្រសាទសនិងប្រសាទសហើយមានរូបប្រាសាទពណ៌សធំញញឹមខ្ពស់ស្លូតបឺតលោកគ្រូខ្ញុំឈ្មោះសារិនគាត់មានមៀតខ្ពស់ហើយធំលោកគ្រូមានទឹកមុខញញឹមជានិច្ចគាត់ជាមនុស្សស្លូតបូតហើយចិត្តល្អណាស់ចុះសរសេរអក្សរផ្ចង់អំពីពាក្យសាលាជំរាបលា